តើបងប្អូនមកមើលសួនផ្កាអស់គ្នានៃដូចខ្ញុំថតឃើញអត់មើលផ្កាស្អាតហ្នឹងរដូវផ្ការីកឯខែហ្នឹងកន្លែងសួនផ្កាគេបងប្អូននេះមានទឹកមានអីហើយមនុស្សមកលេងច្រើនណាបងប្អូននេះស្ពានឆ្លងទៅជាហៀងទៀតហើយកន្លែងហ្នឹងមានទឹករំផ្ការំដែរប៉ុន្តែគ្រាន់តែថ្ងៃជាងកើតបើកចឹងតើយប់មិនគេបើកយប់ទៅឃើញស្អាតហើយនោះសតាគារគេពងសាងសង់ហើយមកលេងហ្នឹងមានគ្រប់ជនជាតិចម្រុះហ្មងហ្នឹងបងប្អូនដូចខ្ញុំថតនោះឃើញអានោះផ្កាហ្នឹងដល់ពេលរដូវផ្ការីកមើលទៅស្អាតយើងមកលេងហ្នឹងទៅមានអារម្មណ៍ថាស្រស់ស្រាយបាត់ភាពស្មុគស្មាញអញ្ចឹងយើងនៅតែផ្ទះពេកធ្វើយើង stress អញ្ចឹងយើងត្រូវការរកពេលវេលាដើម្បីខ្លួនឯងខ្លះអញ្ចឹងបងប្អូនអញ្ចឹងយើងដើរលេងមើលគេមើលអីចឹងទៅហ្នឹងឲ្យមើលមនុស្សមកច្រើនណាស់បងប្អូននេះហើយបងប្អូនបើអានេះពេញផ្កាស្អីគេស្អាតណាស់មើលដូចខ្ញុំថតឲ្យឃើញមានពណ៌ក្រហមពណ៌លឿងពណ៌សពណ៌ខៀវចម្រុះគ្នាមើលទៅស្អាតណាស់បងប្អូនផ្កានឹងផ្កាស្អីអានឹងផ្កាមែនតើណាមិនមែនជ័របងប្អូននឹងផ្កាមុខពណ៌សមានពណ៌លឿងក្រហមឈាមជ្រូកអីមានទាំងអស់មនុស្សមកលេងច្រើនណាស់បងប្អូននេះខ្ញុំថតចិត្តមើលគេស្អាតដែរទីបងប្អូនច្រឡំថាជ័រមិនមែនអានឹងគឺជាផ្កាពិតគេឲ្យយើងបេះគេឃើញគេដាក់ខ្សែប៉ុតជំវិញយើងបានថតមើលបានអញ្ចឹងទីច្រឡំទៅកាច់ទៅអត់បានទេគេផាវិន័យចម្រុះស្អាតណាស់បងប្អូននោះមានពណ៌ស្វាយហើយបងប្អូនពេញចិត្តពណ៌មួយណាខមមិនខាងក្រោមវីដេអូហ្នឹងមកចាំខ្ញុំកាច់យកមកតងយកទៅជូនហើយដោយនោះផ្កាសដល់ពេលរដូវផ្ការីកនេះអានេះផ្កានេះសស្អាតបើនេះសឡើងសម្បុះស្អាតហ្មងនៅបងប្អូនលើខ្ញុំចូលវីដេអូមួយទៀតដែរនេះវីដេអូពេលយប់នៅកន្លែងមាត់សមុទ្រនឹងបងប្អូនខ្ញុំមកស្ទូចត្រីដល់ពេលខ្ញុំជិះថតទៅឃើញវាស្អាតសមុទ្រក្បែរផ្ទះហើយមកស្ទូចហ្នឹងមានទេមកមានបានទេមកស្ទូចហ្នឹងចេះនាមតមកហ្នឹងនេះពេលយប់អានោះស្ពានគេស្អាតដល់ស្ពានមានភ្លើងពណ៌ភ្លើងអីស្អាតដល់បងប្អូនមើលឃើញអត់ស្ពានឆ្លងសមុទ្រហ្នឹងឆ្លងទៅកន្លែងនោះអានោះកន្លែងរោងចក្រផលិតដែកកន្លែងសិប្បកម្មគេផលិតដែកបងប្អូនខ្ញុំមកបានសូមមើលនោះកន្លែងភ្លើងភ្លុបផ្លែនោះកន្លែងសិប្បកម្មគេផលិតដែកចឹងអាស្ពានហ្នឹងឆ្លងទៅកន្លែងហ្នឹងកន្លែងរោងចក្រគេហ្នឹងនៅលើកោះដែរបងប្អូនតាក់ពត់ជុំវិញហ្នឹងសមុទ្រពត់ជុំវិញហ្នឹងដៃសមុទ្រនេះស្ពានឆ្លងទៅកន្លែងរោងចក្រគេហ្នឹងស្ពានស្អាតហើយនេះខ្ញុំស៊ូមមើលគេបងប្អូនភ្លើងពណ៌ស្អាតហើយពេលយប់ស្អាតចឹងវីដេអូមានតែប៉ុណ្្នឹងបាយបាយ